ចាសួស្តីបងប្អូនអរគ្នាជួបជាមួយនឹងខ្ញុំអាក្រមទេដល់ចាឈ្មោះពិតខ្ញុំគេហៅថាអាក្រមទេបងប្អូនឥឡូវខ្ញុំចេញឈ្មោះពិតខ្ញុំគឺពោះពិតឈ្មោះចឹងបងប្អូនអើយហើយឈ្មោះពិតខ្ញុំគេហៅខ្ញុំចឹងតែខ្ញុំអត់ខ្លាចតែខ្មាស់គេខ្មាស់អីទេបងប្អូនអើយពោះខ្ញុំពីដើមមកគេហៅអញ្ចឹងហើយចាក៏ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំទីដែរពីម៉ាក់សុភីសុផាន់គឺជួបជាមួយនឹងខ្ញុំដើម្បីអីគឺចាក់ខ្យងយកទៅឆាបងប្អូនអើយអត់បានស្ងោរបានអីទេព្រោះអីស្ងោរយើងយកមកចាក់សាច់គឺឆាអត់ឆ្ងាញ់អញ្ចឹងណាចឹងក៏អង្គុយខ្វេះបានមកល្មមគួរសមលាងច្បាច់ទឹកអំបិល2 3ទឹកអីចឹងទៅបងប្អូនឃើញថាខ្ញុំអត់ច្បាច់ទឹកមកចាខ្ញុំច្បាច់ទឹកអំបិលមកទឹក2ទឹកអីចឹងរួចមកខ្ញុំយកមកឆាមកអីអញ្ចឹងបងប្អូនគឺច្បាច់អំបិលច្បាច់អីដូចបងប្អូនធ្វើរហដងហូបតាមប្រទេសអីចឹងទៅបងប្អូនដូចតែគ្នាទេគឺខ្ញុំធ្វើមិនបានខុសគ្នាអីចឹងទេធ្វើតាមដូចបងប្អូនទេតែបងប្អូនមួយចំនួនគាត់ធ្វើផ្សេងគ្នាតិចតួចចឹងទៅគាត់ឆាមានដាក់សណ្តែកដីម្ដេចអីម្រះព្រៅម្រះអីតែខ្ញុំអត់មានម្រះព្រៅទេបងប្អូនអើយមិនតែឆាធម្មតាចឹងទៅព្រោះអីបបាក់មិនទៅរឿងម្រះព្រៅរកមិនបានហូបអីចឹងទៅគឺឆាធម្មតាមានប្រមាណក្នុងទាំងគេឆាបងប្អូនអត់តាកូនហៅតាម៉ែហូបអត់រស់កូនហៅតាម៉ែចឹងទៅខ្ញុំមានអីប្រេងខ្យងប្រេងអីបងប្អូនឆាដូចខ្ញុំអត់របស់ខ្ញុំវិញគឺខ្ញុំឆាហ្នឹងគឺខ្ញុំមិនចោលទេរឿងប្រហុកគឺសុំដាក់បន្តិចហើយប្រហុកហើយបងប្អូនថាគាត់ឆាដាក់ទឹកត្រីដាក់អីចឹងទៅតែខ្ញុំអត់ដាក់ទឹកត្រីខ្ញុំសុំលួចប្រហុកបន្តិចដើម្បីបង្កើនរសជាតិយើងអញ្ចឹងណាហើយដាក់ប្រហុកហើយយើងលួចតាមបន្តិចបានហើយបងប្អូនហើយឆាគ្រឿងនោះមិនឡើងឈ្ងុយចូលជាតិជាមួយខ្លាញ់ជាមួយអីយើងអញ្ចឹងមកចាប់ផ្ដើមយើងដាក់ខ្យងយើងចូលឆាដើម្បីបាត់ត្រឡប់ពីត្រឡប់ហើយក្របទុកឲ្យវាឆ្អិនសាច់ខ្យងល្មមគួរសមមកកុំឲ្យស្វិតពេកតែស្វិតពេកឆាហូបអត់ឆ្ងាញ់ទេបងប្អូនស្វិតចឹងពេលអាំស៊ូឈឺធ្មេញទៀតចាព្រោះខ្យងនឹងឆាយូរបានទេហូបអត់ដាច់ទេវាស្វិតសាច់អីអញ្ចឹងណាហើយខ្ញុំឆាល្មមគួរសមអីចឹងទៅគ្រឿងខ្ញុំបងតាមចំណងចិត្តបងប្អូនចង់ច្រើនទៅចង់តិចអីចឹងទៅចំណុចខ្ញុំគឺបងគ្រឿងល្មមគួរសមហើយខ្ញុំវិញហ្នឹងដូចបងប្អូនឃើញចឹងសូមគ្រឿងម្លេះមកឆ្ងាញ់ហើយបើកមើលហ្នឹងខ្លាចរីងទឹកខ្លាំងគោកអីចឹងទៅបងប្អូនហើយចុងក្រោយបំផុតហ្នឹងគឺខ្ញុំសូមបងត្រួយដលងឈើយើងបងប្អូនគឺដលងឈើយើងហូបមើលមានហ្នឹងចាមិនដលងមីដូចខាងបងប្អូនដលងមីហូបអត់កើនយកស្លឹកមកហូបអត់កើទេណាគឺអត់ទេអានេះដលងយើងហូបមើលបានណាបងប្អូនហើយបងប្អូនឃើញស្រាប់ចឹងមកបានជំរះព្រៅឲ្យដាក់ម្ទេសឲ្យជ្រៀងច្រើនជាងនឹងទៀតហិលឆ្ងាញ់តែអត់ហ៊ានដាក់ទេបងប្អូនអូយើងមានកូនតូចកូនចង់ហូបចង់អីចឹងទៅគឺយើងត្រូវធ្វើមកល្មមកូនផងយើងផងចឹងទៅបានពីបំណែកធ្វើហូបតែម្នាក់ឯងអត់កើតទេកូនចង់ហូបដែរចឹងណាមួយឆាក្តៅខ្យងចង់ហូបប្រហែលថ្ងៃហើយបងប្អូនតែដែរបានទៅរើសណាមួយមិនមែនខ្យងយើងស្រាយពីមុនទេបងប្អូនអើយចង់ខ្យងកាត់ខ្លាយហើយចឹងក៏យូរយើងហូបម្ដងកុំហូបញឹកញាប់ពេកចឹងណាចាយូរយើងហូបម្ដងបានបងប្អូនកុំហូបញឹកញាប់ហើយញឹកញាប់ពេកក៏អត់ល្អដែរណាមួយមិនខ្យងយើងពីមុនគេហៅខ្យងស្រាខ្យងហោងទេឥឡូវខ្យងកាត់ខ្លាយអស់ហើយបងប្អូនអើយហើយនិយាយពីឆ្ងាញ់ចង់ហូបទៅឆាខ្យងនៅពេលឆ្ងាញ់ផ្អកជាមួយត្រប់ស្រួលនេះវិញបងប្អូនតែសុំហូបប៉ុណ្ណឹងសិនណាចាំចុងក្រោយគឺហូបឆាខ្យងយើងតែម្ដងហើយរបៀបខ្ញុំឆាងាយស្រួលបងប្អូនមានគ្រឿងក្រើយសាំញ៉ាំទេណាមួយយើងអត់មានដាំអីកើអញ្ចឹងជាធ្វើឲ្យតែបានហូបចឹងទៅចាហើយវីដេអូនេះក៏ឈានដល់ទីបញ្ចប់ជម្រាប